ស៊ីសាអរគុណដែលបានជួយខ្ញុំខ្ញុំសុំទោសដែលមកយឺតអ្នកមិនគួរជួបរឿងបែបនេះទេការរៀបការនេះប្រហែលជាកំហុសប៉ុន្តែគាត់ហាក់ដូចជាមិនមានចិត្តដាច់ដូចអ្វីដែលគាត់បង្ហាញនោះទេខ្ញុំគិតថាដល់ពេលដែលយើងត្រូវលែងលះគ្នាហើយលែងណាប៉ុន្តែយើងទើបតែរៀបការសោះខ្ញុំដឹងប៉ុន្តែខ្ញុំបានរកឃើញនារីដែលខ្ញុំស្រឡាញ់ពិតប្រាកដហើយខ្ញុំបានសន្យាថានឹងរៀបការជាមួយនាងខ្ញុំជាមនុស្សដែលរក្សាសម្ដីស្ដាប់ណាខ្ញុំសុំទោសប៉ុន្តែខ្ញុំត្រូវតែធ្វើបែបនេះហើយខ្ញុំនឹងផ្ដល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនដល់អ្នកយល់ព្រមទេដើម្បីឲ្យអ្នកអាចរស់នៅបានយ៉ាងសុខស្រួលអស់មួយជីវិតខ្ញុំគិតថាខ្ញុំត្រូវការនៅម្នាក់ឯងចិនរៀបចំឡានភ្លាមទៅនាំខ្ញុំទៅជួបគ្រូបាទលោកម្ចាស់